ជាច្រើនដងនៅពេលអ្នកធ្វើតេស្តស្រាប់ឈាមដែលបានបញ្ជាដោយវិជ្ជាបណ្ឌិតឬនៅពេលអ្នកចូលមន្ទីរពេទ្យអ្នកនឹងឃើញលេខ1ដែលហៅថា ដែលបានរៀបរាប់នៅក្នុងនោះ hex គឺជារូបមន្តតូចឬអក្សរកាត់នៃពាក្យ hematocrit hematocrit គឺជាការបង្ហាញដោយសារមិនថាឈាមរបស់អ្នកមានភាពត្រាស់ឬស្តើងយ៉ាងណាដូច្នេះប្រសិនបើអ្នកមានភាពស្ងួតឈាមរបស់អ្នកនឹងបង្ហាញថា hematocrit ខ្ពស់ប្រសិនបើអ្នកមានឈាមច្រើននៅក្នុងរាងកាយរបស់អ្នកដែលពេលខ្លះត្រូវបានវិនិច្ឆ័យថាជាជំងឺដែលហៅថា polycythemia hematocrit ឬ hex របស់អ្នកនឹងខ្ពស់ប្រសិនបើអ្នកមានជំងឺស្លេកស្លាំង hex ឬ hematocrit របស់អ្នកនឹងទាបដូច្នេះ hemoglobin ទាបនឹងបន្ថយ hex ហើយ hemoglobin ខ្ពស់នឹងបង្កើន hex ប៉ុន្តែក្នុងករណីជាច្រើន hex ឬ hematocrit ក៏ជាសញ្ញាបង្ហាញពីស្ថានភាពនៃការស្រូបយកទឹកឬការស្ងួតផងដែរhex ជាធម្មតាគឺ38ទៅ46សម្រាប់ស្ត្រីនិង40ទៅ54សម្រាប់បុរសភាគច្រើនទោះយ៉ាងណាក៏ដោយបុរសមួយចំនួនអាចមានឬមនុស្សអាចមាន hematocrit ខ្ពស់ទោះបីជាមានស្ថានភាពធម្មតាក៏ដោយដូចជាមនុស្សដែលរស់នៅក្នុងតំបន់ខ្ពស់ពេលខ្លះជនជាតិដែលរស់នៅក្នុងតំបន់ Himalayas ជើងភ្នំ Himalayas ដែលត្រូវបានប៉ះពាល់ដោយអុកស៊ីសែនទាបពួកគេមាន hemoglobin ខ្ពស់និងមាន hematocrit ខ្ពស់ជាមួយនឹងរូបវិទ្យាធម្មតាដែលពេញលេញដូច្នេះ hematocrit គឺជាសញ្ញាសម្គាល់នៃកម្រិតឈាមរបស់អ្នកហើយពេលខ្លះជាសញ្ញាសម្គាល់នៃការខ្វះទឹក